ជំរាបសួរពុកម៉ែបងប្អូនតាមបច្ចុប្បន្ននេះពុកម៉ែបងប្អូនកំពុងតែប្រឈមនឹងកង្វល់ជាមួយនឹងបញ្ហាសុខភាពមាត់ធ្មេញជាពិសេសបញ្ហាក្លិនមាត់ដែរទេយើងខ្ញុំសូមណែនាំជាមួយនឹងថ្នាំដុសធ្មេញពីរប្រភេទដែលយើងនាំចូលបាទប្រភេទទី1គឺសញ្ញាសចិនដែលមានឈ្មោះថាកាំងស៊ីថ្នាំដុសធ្មេញនេះគឺផ្ដោតទៅលើការបំបត្តិក្លិនមាត់ជាចម្បងហើយនឹងការថែទាំការពារនិងចិញ្ចឹមបញ្ចាំងធ្មេញបានយ៉ាងល្អរឹងមាំហើយថ្នាំដុសធ្មេញនេះយើងអាចប្រើបាន3ពេលក្នុងមួយថ្ងៃគឺពេលព្រឹកថ្ងៃនិងពេលយប់បើសិនជាបងប្អូនអត់មានបញ្ហាសុខភាពមាត់ធ្មេញទេគ្រាន់តែបងប្អូនចង់ឲ្យមានក្លិនមាត់ក្អូប្រហើរនិងបំបត្តិបញ្ហាក្លិនមាត់ក្នុងមាត់បងប្អូនអាចប្រើថ្នាំដុសធ្មេញប្រភេទនេះបាទនេះគឺចំណុះ65ក្រាមបាទយើងឃើញតិចតូចអញ្ចឹងទេប៉ុន្តែចំណេញជាងថ្នាំដុសធ្មេញដែលយើងធ្លាប់ប្រើពីមុនបាទគឺយើងបន្តតែបន្តិចបបពុកច្រើនបបបានស្អាតបាទហើយប្រភេទនេះគឺយើងមានពីរមានចំណុះ65ក្រាមនិងចំណុះ130ក្រាមទីធំបាទអញ្ចឹងគឺប្រើចំណេញដូចគ្នាហើយមួយប្រភេទនេះគឺមានឈ្មោះថា Sanding Bow ដែលមានសញ្ញាបូកដកបាទអញ្ចឹងគឺថ្នាំដុសធ្មេញ Sanding Bow នេះគឺផ្ដោតទៅលើការព្យាបាលបញ្ហារបៀបឈាមឈឺស្រាវហើមជើងចាស់ធ្មេញពុកស៊ីធ្មេញរាក់ស៊ីធ្មេញបាទធ្មេញមានកំបោរធ្មេញលឿងជើងធ្មេញដោយសារធ្មេញប្រហោងដោយសារពងវាយក្នុងមាត់បាទគឺថ្នាំដុសធ្មេញនេះពុកតែ40ឆ្នាំបងប្អូនដកសម្អាតនៅពេលយប់ក្រោយពេលបរិភោគចំណីអាហាររួចអញ្ចឹងថ្នាំដុសធ្មេញនេះវានឹងទៅព្យាបាលនឹងទៅបញ្ចេញប្រសិទ្ធភាពជាទីបំផុតអាចចន្លោះពី5ថ្ងៃទៅ1សប្តាហ៍បងប្អូននឹងឃើញប្រសិទ្ធភាពសម្រាប់ថ្នាំដុសធ្មេញទាំងពីរប្រភេទនេះអញ្ចឹងបងប្អូនថ្នាំដុសធ្មេញទាំងពីរប្រភេទនេះគឺត្រូវបានណែនាំបាទដែលមាននៅខាងក្នុងរបស់គឺសម្រាប់ពុកម៉ែគាត់មានអាយុលើសពី3ឆ្នាំឡើងទៅបាទគាត់អាចប្រើបានហើយថ្នាំដុសធ្មេញនេះបាទហើយថ្នាំដុសធ្មេញនេះគឺជាថ្នាំដុសធ្មេញដែលសន្តិសុខភាពធម្មជាតិ100%បាទសព100%លេខ1បាទបាទអញ្ចឹងបងប្អូនឥឡូវនេះយើងកំពុងតែមានប្រម៉ូសិនសម្រាប់ការទិញថ្នាំដុសធ្មេញថែមជូនជាថ្នាំដុសធ្មេញបាទអញ្ចឹងសម្រាប់ចំណុះ65ក្រាមមួយដុំនេះគឺមាន10ប្រអប់បាទអញ្ចឹងគឺបើសិនជាបងប្អូនទិញមួយដុំដែលមាន10ប្រអប់នេះគឺយើងថែមជូនបងប្អូនមួយដុំទៀតបាទទិញ10ថែមជូន10បាទនេះបងប្អូនគឺយើងទិញ10ថែមជូន10ហើយយើងបន្ថែមនៅខ្សែរូបសង្កាត់ថ្មីបាទប្រភេទល្អ3ប្រអប់បងប្អូនសិតតែមានខ្លុំបេហើយជាមួយនឹងច្រាស់ដុសធ្មេញល្អនេះ3ដៅទៀតបងប្អូនអញ្ចឹងបងប្អូនអាចទិញឈុតនេះគឺចំណេញបាទបងប្អូនអាចយកលាយគ្នាបានបងប្អូនគឺបងប្អូនអាចយក Sanding Bow នេះមួយដុំលាយជាមួយនឹង Kangxi នេះមួយដុំក៏បានឬក៏យកដូចគ្នាទាំងពីរដុំក៏បានបាទបងប្អូនអាចលាយគ្នាបានណាពីព្រោះថ្នាំដុសធ្មេញទាំងពីរនេះគឺមានមុខងារសំខាន់ផ្សេងៗគ្នាអញ្ចឹងបើសិនជាបងប្អូនមានបញ្ហាសុខភាពមាត់ធ្មេញបាទអញ្ចឹងបងប្អូនគួរប្រើថ្នាំប្រភេទនេះពេលយប់ហើយប្រើប្រភេទនេះគឺពេលព្រឹកនិងពេលថ្ងៃតែបងប្អូនអត់មានបញ្ហាសុខភាពមាត់ធ្មេញទេគឺប្រើតែ Kangxi នេះ3ពេលក៏បានដែរបងប្អូនបាទមួយទៀតបងប្អូនសម្រាប់ថ្នាំដុសធ្មេញបោកធំក៏យើងមានប្រម៉ូសិនមួយដុំថែមមួយដុំដែរចឹងបងប្អូនចំណាយលុយទិញតែ6ប្រអប់បានលុយ12ប្រអប់បាទហើយកាដូថែមគឺមានខ្សែរូបសង្កាត់ថ្មី3មានច្រាស់ដុសធ្មេញប្រភេទល្អនេះគឺ3ដៅដែរចឹងបងប្អូនរវល់ណាស់ហើយការថែមនេះមិនមែនតែយកមួយដុំថែមមួយដុំទេបងប្អូនយក5ប្រអប់ក៏យើងមានថែមបាទដល់តូចនេះបងប្អូនយកកន្លះដុំក៏យើងមានថែមហើយក៏ហ្វ្រីបាន10ប្រអប់បាទចឹងរវល់ណាស់បងប្អូនថ្នាំដុសធ្មេញដែលមានគុណភាពខ្ពស់សព100%បាទលេខ1ហើយមានការថែទាំតាមជីវភាពដែលសុខភាពអត់មិនល្អរឹងមាំបាទជាមួយនឹងការថែមកាដូនិងហ្វ្រីបាន10ផងដែររវល់ប្រកាសតាមអង្គារឡើងទៅអរគុណច្រើនជម្រាបលា